សេចក្តីស្រឡាញ់ដែលព្រះនាងម៉ារីមានដូចព្រះយេស៊ូវដែលមានសេចក្តីស្រឡាញ់ដូចគ្នាជាសួរបងប្អូនជាទីស្រឡាញ់ខ្ញុំមានសេចក្តីសុំและរីករាយមកជួបបងប្អូននៅថ្ងៃសៅរ៍ទី28ខែ6នេះគឺជាថ្ងៃបុណ្យព្រះនាងម៉ារីណាជាព្រះបេះដូងព្រះនាងម៉ារីដ៏និមលព្រះបេះដូងព្រះនាងម៉ារីដ៏និមលបុណ្យនេះធ្វើឲ្យខ្ញុំមានអំណរសប្បាយនឹងចែកជាមួយបងប្អូនណារឿងអស្ចារ្យសេចក្តីអស្ចារ្យដែលព្រះជាម្ចាស់សពព្រះハរតីត្រាស់ហៅព្រះនាងម៉ារីណាធ្វើជាមេដាព្រះជាម្ចាស់ធ្វើជាមេដានៃមនុស្សលោកដែលយើងគោរពយើងស្រឡាញ់ទូទាំងសកលលោកម៉ារីម៉ារីជាអ្នកបម្រើជាស្ត្រីដ៏សាមញ្ញម្នាក់ដែលតាមរយៈព្រះនាងម៉ារីដែលធ្វើឲ្យយើងបានស្គាល់ព្រះបុត្រាព្រះអង្គស្គាល់ព្រះយេស៊ូវបាទដែលជាគង្វាលដ៏សប្បុរសបាទដូច្នេះថ្ងៃនេះចូលយើងអរព្រះគុណព្រះជាម្ចាស់ចូលយើងលើកដំកើងព្រះជាម្ចាស់ដែលព្រះអង្គសពព្រះハរតីត្រាស់ហៅណាស្ត្រីធ្វើជាមេដាម្នាក់ធ្វើជាដែលមានជីវិតជំនឿលើព្រះជាម្ចាស់ហើយបន្ទាបខ្លួនដាក់ខ្លួនជាស្ត្រីដ៏សាមញ្ញម្នាក់នេះជាការអស្ចារ្យមែនដែលព្រះជាម្ចាស់បានទតមើលមកព្រះនាងម៉ារីជាអ្នកបម្រើដ៏សាមញ្ញម្នាក់ដែលមានចិត្តសុភាពរាបសារគោរពក៏សរសើរព្រះជាម្ចាស់នៅពេលដែលយើងបានជួបព្រះយេស៊ូវយើងបានដឹងអំពីព្រះយេស៊ូវដែលជាគង្វាលដ៏សប្បុរសណាបានបង្ហាញសេចក្តីស្រឡាញ់តាមថែរក្សាតាមរកគុណឈាមហើយនៅពេលព្រះអង្គបានរកឃើញឈាមដែលពង្វេងនោះព្រះអង្គលើកដាក់ស្មានេះជាបង្ហាញឲ្យឃើញថាបុណ្យព្រះនាងម៉ារីណាបេះដូងដ៏និមលរបស់ព្រះនាងម៉ារីនិងព្រះយេស៊ូវជាគង្វាលដ៏សប្បុរសមានបេះដូងស្រឡាញ់អាណិតអាសូរឈាមដែលពង្វេងពេលណារកឃើញព្រះអង្គក៏បានលើកឈាមនោះដាក់លើស្មាដើម្បីឲ្យគេបានមកជួបហ្វូងឈាមវិញមានតាមព្រះបន្ទូលដំណឹងល្អណាពេលព្រះយេស៊ូវក្រុមគ្រួសារណាព្រះនាងម៉ារីលោកយូសេបនិងព្រះយេស៊ូវមកក្រុងយេរូសាឡិមនៅពេលនោះចប់ពិធីបុណ្យហើយក៏ធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយព្រះនាងម៉ារីនិងលោកយូសេបសួរគ្នាថាឃើញកុមារយេស៊ូវអត់លោកយូសេបនិងព្រះនាងម៉ារីបានចំណាយពេល3ថ្ងៃដើម្បីដើររកព្រះយេស៊ូវហើយទីបំផុតបានជួបបានឃើញព្រះយេស៊ូវនៅក្នុងព្រះវិហារដែលកំពុងតែណាជួបជាមួយបូជាចារ្យបណ្ឌិតនៅក្នុងព្រះវិហារបាទហើយនៅពេលនោះព្រះនាងម៉ារីសួរម្ដេចបានកូនធ្វើដូចនេះនិងព្រះយេស៊ូវឆ្លើយថាម្ដាយពុកមិនដឹងទេឬកូនត្រូវនៅដំណាក់របស់ព្រះជាម្ចាស់និងព្រះនាងម៉ារីស្ងៀមស្ងាត់ហើយទុកសេចក្តីនេះក្នុងចិត្តនិងយើងឃើញព្រះនាងម៉ារីនៅក្បែរព្រះយេស៊ូវនៅពេលជាប់ឈើឆ្កាងនៅពេលដែលព្រះយេស៊ូវជាប់លើឈើឆ្កាងព្រះនាងម៉ារីនៅទីនោះហើយដែលព្រះយេស៊ូវបានប្រាប់ទៅព្រះនាងម៉ារីថានេះជាសាវករបស់នេះជាម្ដាយរបស់អ្នកព្រះយេស៊ូវបានផ្ញើម្ដាយទៅសាវកទៅលោកយ៉ូហានទៅជាទីស្រឡាញ់របស់គាត់ហើយព្រះយេស៊ូវក៏ប្រាប់ទៅណាលោកយ៉ូហានថានេះជាម្ដាយរបស់អ្នកបាទទៅលោកយ៉ូហានយើងឃើញថាសេចក្តីស្រឡាញ់ដែលព្រះនាងម៉ារីមានដូចព្រះយេស៊ូវដែលមានសេចក្តីស្រឡាញ់ដូចគ្នាបេះដូងដ៏និមលទាំងពីរហើយធ្វើឲ្យ
សេចក្តីស្រឡាញ់នេះនាំឲ្យលោកយ៉ូហានទទួលម៉ារីជាម្ដាយហើយយើងក៏ដូចលោកយ៉ូហានដែរយើងបានទទួលម៉ារីធ្វើជាម្ដាយយើងនិងម៉ារីជាម្ដាយនៃព្រះជាម្ចាស់